ក្នុងការស្រឡាញ់នឹងពប្រហែលថ្ងៃនេះកក្កដាទៅម្សឹកនេះញាតិញោមណាបកែលេង Facebook សង្គមឃើញហើយបណ្ឌិតជួនកក្កដាហ្នឹងណាញោមលោកតាកុលភេកទៅឲ្យសញ្ញាបត្រថ្ងៃមុនឃើញយកសញ្ញាបត្របញ្ញាសាស្ត្រទៅជូនអាណិតគោរពគាត់គោរពបកលឲ្យសញ្ញាគាត់បកលសញ្ញាបត្រហ្នឹងមិនមែនបកលចង់ឲ្យសឹកទេណាបកលចង់ឲ្យនៅបកលចង់ឲ្យនៅញោមណាលោកតាអីតំបកលអីតំជីវ័នហ្នឹងចង់បកលឲ្យនៅប៉ាន់បណ្ឌិតកក្កដាហ្នឹងចង់សឹកប្រមាណខែមុនមកហើយទៅថ្វាយបង្គំសម្ដេចមហាសង្ឃរាជនន់ង៉ែតនៅវត្តបន្ទុំហ្នឹងទៅថ្វាយបង្គំខ្ញុំកណាអាត្មាថាសម្ដេចខ្ញុំកណាអស់និស័យហើយសុំលាចង់សឹកអើយខ្ញុំកណាអាត្មាហ្នឹងខាងលោកប្អូនហើយកណាមិនខត់ទេអ្នកបួសហើយអ្នកសឹកនោះប៉ុន្តែចឹងបានងាកត្រឡប់មកនេះវិញបន្តិចចុះយើងទាំងអស់គ្នាសួរថាមើលធ្វើម៉េចឲ្យពុទ្ធសាសនានៅកម្ពុជានេះរឹងមាំដូចសម័យសម្ដេចសង្ឃរាជជោទនាណោជួនណាតឲ្យរឹងមាំឲ្យខ្លាំងទី1ព្រះសង្ឃដែលបានចូលមកបួសក្នុងពុទ្ធសាសនមណ្ឌលនេះទាំងអស់សិក្សារៀនសូត្រចេះដឹងធម៌វិន័យបាលីសង្ស្ក្រឹតឲ្យស្ទាត់ជំនាញនេះញោមណាទី2ចេះដឹងធម៌វិន័យដោយល្អប្រតិបត្តិខ្លួនឯងដោយល្អបានជាគំរូហើយជាព្រះថេរៈនេះឃើញទេញោមដោយសម្ដេចព្រហ្មរតនមនីពិនសែមជាព្រះថេរៈគេគោរពមកញោមណាគេថាមើលទៅវ័យ80ជាងហើយលេងតណាហើយហ្នឹងចំណេះដឹងក៏មានគុណធម៌អីក៏មានអញ្ចឹងហើយមើលទៅបែបលេងតណាហើយហ្នឹងហើយដល់អាត្មាអីអញ្ចឹងរៀងវ័យប៉ុណ្ណឹងញាតិញោមជាសង្ស័យស្វែងគុំជាថាមើលទៅបែបមិននៅទេវ័យប៉ុណ្ណឹងតែមិនសុនបន្តិចសឹកបាត់ដែរជាស្វែងគុំនេះជានឹកឃើញសង្ស័យអញ្ចឹងបងហ្នឹងអញ្ចឹងជួយពុទ្ធសាសនាឲ្យរឹងមាំណាចេះដឹងហើយជាគំរូល្អហើយជាប្រធេរៈជាប្រសង់ហ្នឹងណាបានជួយពុទ្ធសាសនាហ្នឹងឲ្យរឹងមាំចឹងចង់ណាស់ចង់បានប្រធេរៈដែលចេះដឹងក្នុងពុទ្ធសាសនមណ្ឌលហ្នឹងឲ្យបួសបានមួយជីវិតមួយជីវាំងប៉ុន្តែគេអស់និស័យញោមកណាអស់និស័យហើយទប់តលេងជាប់ហើយហ្នឹងចង់ទៅជាកុហកវិញទៅថ្វាយបង្គំសម្ដេចមហាសមេធាតុបតីសុំថ្ងៃថាសម្ដេចអើយមើលខ្ញុំកណាសឹកថ្ងៃណាបានគេសួរខ្ញុំកណាអាត្មាថាអូកណាអស់ថ្ងៃរះសឹកបានទាំងអស់ចឹងទៅគេក៏ដាក់ថ្ងៃសឹកហើយសុំនិមន្តថាសម្ដេចសូមនិមន្តទៅចូលរួមក្នុងកម្មវិធីដែលខ្ញុំកណាលាចាកសិក្ខាបទអញ្ចឹងអ្នកដែលទៅចូលរួមមិនមែនទៅសឹកទេញាតិញោមកុំយល់ច្រឡំទៅធ្វើជាសាក្សីគេពោលលាសឹកខ្លួនឯងទៅគេពោលលាខ្លួនឯងវិនយ៉ាងបច្ឆខាមិសិក្ខាបទាំងបច្ចក្ខាមិបាតមកខាងបច្ចក្ខាមិគេពោលលាខ្លួនឯងខ្ញុំកណាអាត្មាជាសម្ដេចជាប្រសង់អីនោះគ្រាន់តែគួងចាំមើលគេជាសាក្សីតែប៉ុណ្្នឹងទេហើយដល់មានក្មេងណាប្រកាសថាសម្ដេចខឹមសនទៅបខំឲ្យកក្កដាសឹកទៅឲ្យចេះវិញម្ចាស់ថ្លៃហើយថានឹងបាបធ្ងន់ណាស់នោះបាបធ្ងន់ណាស់គេសឹកខ្លួនគេអាត្មាទៅចូលរួមគេលាចាកសិក្ខាថាអាត្មាទៅបខំឲ្យគេសឹកអានេះកោគេថាមូលបង្កាច់ទាំងស្រុងណាញាតិញោមណាបាបធ្ងន់ណាស់ហ្នឹងណានៅក្នុងគេថាធម្មបទមួយមានសម្ដែងរឿងមួយញាតិញោម
បុគ្គលណាបន្ទុះសារាយបៀតបៀនជាមួយនឹងបុគ្គលដែលមិនបានបន្ទុះតបវិញណាជាបុគ្គលមានសិលល្អបរិសុទ្ធជាបុគ្គលដែលកំពុងព្យាយាមលះបង់នៅកិលេសក្តីជាបុគ្គលមានរាគៈទោសៈមោហៈទៅប្រាស់ហើយក្តីហើយបុគ្គលនោះទៅបន្ទុះសារាយបៀតបៀនបាបរមែងធ្លាក់មកលើបុគ្គលអ្នកបន្ទុះនោះវិញប្រៀបបានដូចជាធូលីល្អិតដែលគេបាចច្រាស់ខ្យល់ណាញាតិញោមកាមអីហ្នឹងញាតិញោមលួមើលបាចច្រាស់ខ្យល់មិនមកគ្របយើងវិញឡើយហ្នឹងអាធូលីល្អិតហ្នឹងវានឹងហើប៉ះមកលើខ្លួនអ្នកបាចច្រាស់ខ្យល់នោះក៏យ៉ាងដូចឆ្នោះឯងលោកប្រៀបធៀបអញ្ចឹងហ្នឹងហើយលោកនិទានអំពីព្រានព្រៃម្នាក់សុនខៈលុតកៈនោះព្រានព្រៃសុនខៈលុតកៈនោះព្រានព្រៃថ្ងៃមួយបដើឆ្កែមកវងទៅរកបបាញ់សត្វក្នុងព្រៃញាតិញោមនឹងបបាញ់សត្វក្នុងព្រៃហើយវាអត់បានសត្វមើលវាអត់បានសត្វហ្នឹងហើយវាអត់បានសត្វអីសោះសពដើរទៅថ្ងៃក៏វាបាក់រសៀលតនទេជ្រេទៅចិត្តគងភ្នំទៅឃើញសមណៈមួយអង្គកំពុងបកសមណៈកំពុងនិមន្តក្នុងព្រៃវើឃើញខឹងត្មងញាតិញោមមើលឃើញសមណៈខឹងត្មងណែកន្លែងហ្នឹងក៏មិនល្អដែរញោមណាឯងរស់សត្វព្រៃមិនបានខ្លួនឯងឃើញអ្នកបួសខឹងបើខឹងហើយនៅក្នុងមង្គលសូត្រទាំង38ញាតិញោមមើលកិរិយាបានឃើញបានជួបនឹងសមណៈទាំងឡាយមួយឈ្មោះថាមង្គលដល់ដំនេះញាតិញោមដើរទៅតាមផ្លូវឆ្ងាយអញ្ចឹងសាប់តែឃើញសមណៈអ្នកបួសហ្នឹងមង្គលក្នុងជីវិតបើញាតិញោមបានក្រាបថ្វាយបង្គំមានអីទឹកអីជាចង្ហាន់អីប្រគេនបើហ្នឹងហើយបានបុណ្យបានកុសលកើតជាមង្គលក្នុងជីវិតដល់ព្រានព្រៃនោះមិនអញ្ចឹងទេណាញាតិញោមសាប់ឃើញសមណៈខឹងបដ ாய் ឯងហ្នឹងដើររស់សัตว์វាមិនបានដោយសារសមណៈតងោលហ្នឹងហើយដើរប្រអើលសัตว์អស់ទៅអញ្ចឹងវិញទៅញាតិញោមថាមកពីសមណៈតងោលហ្នឹងហើយបានជាប្រអើលសัตว์ឯងអស់ឯងដើររស់សัตว์មិនបានគ្រាន់តែឃើញទាញធ្នូទាញស្នាបាញ់បដ ாய் ញាតិញោមប្រយុទ្ធឆ្កែបាញ់លោកបដ ாய் ស័កមនុស្សឃើញព្រានព្រៃប្រយុទ្ធឆ្កែអញ្ចឹងរត់បដ ாய் រត់ឡើងដើមឈើមិនរត់មិនឆ្កែមកវងហើយព្រានព្រៃនោះមានធ្នូមានស្នាបើហ្នឹងហើយមានធ្នូមានស្នាប្រវៃប្រវាឡើងដើមឈើព្រានព្រៃនោះមានទុកឱកាសឲ្យណាយឹតធ្នូយឹតស្នាបាញ់ញាតិញោមបាញ់ដល់លោកខំប្រវៃប្រវាឡើងដើមឈើវាភ្លេចទាញជពោញោមហើយជពោធ្លាក់មកគ្របព្រានព្រៃនឹងក្រឹបអាឆ្កែនោះស្មានថាលោកធ្លាក់ទៅលើដើមឈើខំកញ្ញៃបដ ாய் ខំខ្ទេចព្រានព្រៃដល់ព្រានព្រៃងាប់ទៅបាត់ម្ចាស់ហ្នឹងឆ្កែនាំគ្នារត់ចេញអស់ទៅលោកមករើសជពោកដេកកដាចឆ្កែខំហ្នឹងមន់ទៅទៀតទៅព្រោះហ្នឹងហើយឃើញទេកន្លែងហ្នឹងណាលោកបញ្យល់អញ្ចឹងណាញោមណាហ្នឹងហើយអញ្ចឹងខ្លែងញុះញង់នេះមិនបានទេញាតិញោមបែកបាក់ព្រោះធ្វើឲ្យបែកបាក់គ្នាប្តីប្រពន្ធកំពុងស្រឡាញ់គ្នាលោកលឿនក៏ដោយណាប្រយ័ត្នគេមកញុះញង់ហ្នឹងបែកគ្នាឡូវណាញោមព្រោះបែកគ្នាអត់ដឹងរឿងឡូវហ្នឹងហ្នឹងហើយអញ្ចឹងមិនបានទេព្រោះស្រុកទេសយើងក៏អញ្ចឹងហ្នឹងអញ្ចឹងសុំទូលប្រគេនថ្វាយចម្រើនពរណាដល់ប្រកាសណាម្ចាស់គ្រប់ព្រះអង្គញាតិញោមទាំងអស់គ្រប់ទីកន្លែងទាំងអស់បើស្រឡាញ់បើគោរពណាសម្ដេចព្រះសង្ឃរាជជោទញ្ញាណោជួនណាតនិងបុព្វការីជនក្រុមជំនុំបត្រៃបីដកមែនពាក្យថាក្រុមជំនុំបត្រៃបីដកនេះគ្រាន់តែជាឈ្មោះទេលោកតាបណ្ឌិតណាគ្រាន់ជាឈ្មោះទេនឹងគ្រាន់តែជាឈ្មោះទេដូចជាឈ្មោះវត្តរាជបូរអញ្ចឹងព្រោះ
ដូចឈ្មោះវត្តរាជបូរអញ្ចឹងបើយើងបើស្រឡាញ់បើគោរពណាសម្ដេចព្រះព្រហ្មរតនមុនីពិនសែមសរីសវណ្ណោចៅតកាវត្តរាជបូរមែនគឺខំការពារកសាងសម្អាតបអ្នកបួសសិក្សាធម៌វិន័យរបស់ព្រះមានពភាកដោយល្អណាគុណគឺសេចក្តីល្អមានសីលគុណជាដើមហ្នឹងគឺឲ្យល្អឈ្មោះថាស្រឡាញ់វត្តរាជបូរហ្នឹងបងហ្នឹងបងឈ្មោះថាស្រឡាញ់គោរពវត្តរាជបូរហ្នឹងយ៉ាងណាមិញក៏ចឹងដែរបើយើងគោរពក្រុមជំនុំបត្រៃ3ដកមែនខំប្រឹងសិក្សារៀនសូត្រធម៌វិន័យក្នុង3ដកនឹងឲ្យចេះហើយថែរក្សាណាហើយរៀនបន្តអ្វីដែលនៅខ្វះខាតមានកម្ពីដីកាអត្តកថាណាដីកាយោជនាអីនៅសល់អ្នកចេះដឹងភាសាបាលីសំស្ក្រឹតនឹងរួមគ្នានឹងប្រជុំគ្នាក្នុងក្រុមជំនុំបត្រៃបៃដកហ្នឹងប្រែបន្ថែមទៀតអ្វីដែលនៅខ្វះពីក្រៅបត្រៃបៃដកហ្នឹងបងនឹងមានអីគ្រាន់តែជាឈ្មោះជាពុបបត្តិជាមូលបត្តិនឹងខាងដើមតែប៉ុណ្ណោះនឹងបើគោរពបើស្រឡាញ់មែននឹងឈ្មោះថាការពារមែនបងហ្នឹងហើយមិនឈ្មោះថាគេបង្កើតក្រុមជំនុំបត្រៃបៃដកឈ្មោះថាប្រមាថមើលងាយអាហ្នឹងយល់ខុសទៅវិញញោមហ្នឹងយល់ខុសទៅវិញបងនឹងយល់មិនដល់នឹងបងអញ្ចឹងសូមប្រគេនណាសូមទូលប្រគេនទៅបកណាម្ចាស់គ្រប់ព្រះអង្គនឹងញាតិញោមនៅអាស្រ័យនៅលើយើងទាំងអស់គ្នាទេដោយព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធដែលយើងឲ្យឈ្មោះថាមានពាក្យអរហង្គសម្មាសម្ពុទ្ធោអីជាដើមហ្នឹងគឺពនាមទាំង10របស់ព្រះពុទ្ធនេះឲ្យឈ្មោះថានៃមិត្តកនាមជានាមដែលកើតអំពីបុណ្យបារមីដែលព្រះអង្គសាងខ្លួនឯងដល់ផ្ទាល់មិនមែនអ្នកណាឲ្យទេមិនអ្នកណាឲ្យលោកទេបងហ្នឹងហើយបំព្រួញឲ្យខ្លីទៅគឺនៅសល់តែត្រឹមបញ្ញាគុណវិសុទ្ធិគុណនិងករុណាគុណអ្នកនៅត្រឹមគុណ3យើងហ្នឹងបំព្រួញមកបញ្ញាគុណរាប់បញ្ចូលគឺមានគុណថាសម្មាសម្ពុទ្ធោវិជ្ជាចរណៈសម្បណ្ណោលោកវិទូណាគុណ3នេះចាត់ចូលក្នុងបញ្ញាគុណរាប់ចូលក្នុងបញ្ញាគុណនឹងសម្មាសម្ពុទ្ធោព្រះអង្គទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គអត់មានគ្រូអាចារ្យណាបដៅព្រះអង្គឡើយនឹងញាតិញោមបានស្ដីថាព្រះអង្គទ្រង់ប្រកាសណាត្រាស់ដឹងនៅញយធម៌ដែលគួរកំណត់ដឹងដូចជាក្នុងសង្ខារធម៌ណានឹងព្រះអង្គត្រាស់ដឹងដូចជានៅក្នុងវិការៈការប្រែប្រួលដូចជាការផ្លាស់ប្ដូរការប្រែប្រួលចុតិបដិសន្ធិរបស់សត្វម្ដងជាមនុស្សម្ដងទៅជាទេវតាម្ដងទៅជាព្រំឬក៏ត្រឡប់មកមនុស្សវិញឬក៏ត្រឡប់ទៅក្នុងអបាយភូមិណាវិការៈវាអត់មាននឹងនោះទេវាប្រែប្រួលអញ្ចឹងការត្រាស់ដឹងនៅញយធម៌នោះព្រះអង្គកំណត់ដឹងបានដែលយើងបឋិជនដែលមិនត្រាស់ដឹងកំណត់ដឹងអត់បានទេកំណត់ដឹងអត់បានទេណាលក្ខណៈបញ្ញត្តិណាក្នុងខណ្ឌធាតុអាយតនៈនឹងអរិយសច្ចៈបដិច្ចសមុបាទធោអន្ត្រីអីគេណានឹងភូមិវិបស្សនាទាំង6ហ្នឹងគឺនឹងរហូតដល់និព្វានណាព្រះអង្គដឹងថារំលត់ហ្នឹងជាគុណរបស់ព្រះសម្មាសម្ពុទ្ធដែលយើងនាំគ្នាគោរពប្រគុណរបស់ព្រះអង្គនោះហ្នឹងក៏វិជ្ជាចរណៈសម្បណ្ណោព្រះអង្គទ្រង់បរិបូរដោយវិជ្ជា3វិជ្ជា8ចរណៈ15ណាហ្នឹងបរិបូរដល់អញ្ចឹងបានយើងនាំគ្នាគោរពមានពពេនវាសានុសតិវិជ្ជាចតោបាតវិជ្ជាអាសវៈយៈវិជ្ជានឹងយើងនាំគ្នាគោរពគុណដល់វិជ្ជា8បូកវិជ្ជា3ហ្នឹងមានវិបស្សនាវិជ្ជាទៀតនោះព្រះអង្គឃើញជាក់ច្បាស់នៅសភាវៈធម៌ដូចក្នុងមហាពុទ្ធរូបទាំង4បតវ័យធាតុអបោធាតុដាច់ជោធាតុវាយោធាតុវាខណ្ឌជាធាតុអាស្រ័យនឹងចិត្តវិញ្ញាណតែប៉ុណ្ណោះនឹងដែលព្រះអង្គត្រាស់ដឹងនោះអិទ្ធិវិធិរិទ្ធសម្រាប់
ដោយចិត្តបានន័យថាណានិមិត្តរូបដតីក៏និមិត្តរូបដតីចេញចាករូបនឹងបានដូចជាទាញស្មៅបដូលយ៉ាប្លង់ចេញពីស្មៅអញ្ចឹងណានិមិត្តហៅថាអិដ្ឋិវិធិវិជាក៏មโนមយិទ្ធិវិជាដែលអិដ្ឋិវិធិនឹងរិទ្ធដែលអាចអធិដ្ឋានបានដោយព្រះអង្គថ្លែងរិទ្ធអធិដ្ឋានមនុស្សច្រើនឲ្យទៅជាមនុស្សម្នាក់ឲ្យមកមនុស្សច្រើនវិញបានហ្នឹងគេហៅថាអិដ្ឋិវិធិវិជាទៅប្រសោតភេទវិជាព្រះអង្គដែលមានសោតតទឹកតិជាទឹកដឹងសម្លេងមនុស្សទេវលោកឆ្ងាយចិត្តអីបានទាំងអស់ឥតចន្លោះទី8វិជាទី8ចេតោប្រយ័ញ្ញញាណវិជាដែលព្រះអង្គជ្រាបច្បាស់ដឹងថានេះអស់រាគៈទោសៈមោហៈនេះនៅមានរាគៈទោសៈមោហៈទាំងខ្លួនព្រះអង្គផ្ទាល់ទាំងអ្នកដទៃព្រះអង្គកំណត់ដឹងបានណាព្រះអង្គបរិបូរដោយវិជា3វិជា8ញាតិញោមចរណៈ15នោះច្រើនទៀតវិញឆ្ងាយណាហ្នឹងហើយបើហ្នឹងមានសីលៈសង្វរៈជាដើមការសង្រួមហ្នឹងអញ្ចឹងណាក្នុងចំណោមគុណទាំងអស់ណាបើជាតិវុទ្ធៈគុណដែលចម្រើនដោយជាតិដោយតកូលជាដើមហ្នឹងគឺវាមិនត្រឹមត្រូវទាំងអស់ទេណាគឺដោយសារអំណាចនៃអំពើការងាររបស់យើងអ្នកសាងបើទី2វយៈវុទ្ធៈគុណគឺសម្ដីចម្រើនមានអាយុវែងជាដើមហ្នឹងក៏គេគោរពដែរញោមដោយសម្ដែងប្រាប់បំបញ្ញមិញអញ្ចឹងណានឹងអាយុវែងសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតននង៉ែនជាសម្ដេចមហាសង្ឃរាជបច្ចុប្បន្ននេះបញ្ជន101ហើយញោមចូល101ដល់ថ្ងៃទី25ខែមេសានេះ102ហើយបង102ហើយហ្នឹងហើយរឿងហ្នឹងត្រូវជឿលើបុណ្យលើបាបកុសលអកុសលដែលវាឲ្យអញ្ចឹងញោមមិនជឿមិនបានបងសម្ដេចសុំខមាទោសសម្ដេចមហាអគ្គមហាសង្ឃរាជជាធិបតីកតេឧទេសបណ្ឌិតននង៉ែតក្នុងមួយបច្ចុប្បន្នរបស់ព្រះអង្គដល់101នេះចេតិយធ្វើអស់2មឈូសធ្វើអស់2ឯងខូចអស់2ឯងបងនឹងហើយណោះសម័យកូវីដញាតិញោមដែលសម័យយើងភ័យខ្លាចទាំងអស់គ្នាឃើញគ្នាកិច្ចគ្នាណាហ្នឹងហើយញាតិញោមឃើញលោកសង្ឃក៏ខ្លាចដែរបងកុំថាឡើយឃើញលោកសង្ឃឃើញតែព្រះគង់ក្នុងពហិស្ងៀមនោះក៏ខ្លាចដែរមិនហ៊ានចូលទេបងអាណាក្អកមកខុងហ្នឹងរត់ប្រកាច់បុកដើមដូងឥឡូវហ្នឹងបងនឹងស្ងាត់ជាងុំអស់ខ្លាចស្លាប់ហើយដល់មហាសង្ឃរាជវាឆ្លងអាកូវីដហ្នឹងបងហើយបញ្ជន100ទៅហើយមានអាពាតទៀតជារាទៀតអញ្ចឹងរឿងហ្នឹងមិនមែនប្រមាទទេញាតិញោមពេទ្យព្យាករថាអូសម្ដេចបញ្ជន100ទៅហើយឆ្លងកូវីដអត់នៅទេហ្នឹងហើយអញ្ចឹងប្រាប់ទៅរដ្ឋាភិបាលធ្វើមេនទុកណោះលោកតាបណ្ឌិតឃើញគេធ្វើនៅវត្តកុលតឹងណាធ្វើមេនចាំញាតិញោមអ្នកគេធ្វើមេនហើយគេខលមកខ្ញុំកណាអាត្មាថាមិនទៅហើយសម្ដេចថាមានអីទេសម្ដេចឆ្លងតែកូវីដវិញលោកមានអីសុខភាពលោកនៅល្អបានប្រហែល10ថ្ងៃដាច់ជាពីកូវីដវិញបងមានចូលទីមង្គតអីណារុះមេនចោលវិញទៅហ្នឹងហើយសួរថ្លៃមេនគេបាន6ដល់ 100000ហ្នឹងហើយអាយុមិនអស់បុណ្យមិនតាន់អស់មានទៅណាញាតិញោមបងហើយដល់យើងអាយុអស់វាបុណ្យអស់ដេកតែវាលើខ្នើយផ្អៀងតិចស្លាប់បាត់ចឹងបានញាតិញោមខ្លះទៅជួបខ្ញុំកណាអាត្មាភាពថាកណាមិនអស់ចិត្តសោះកូនកណាវាមិនឈឺអីសោះវាស្លាប់ថាទេឈឺតែយើងមិនដឹង
nâng ấy chư dương đăng có chẳng rương nâng bia chỉ rương sầm khăn không chỉ vật dương là dương nó trâu do đăng tầng ọc nè có chẳng nè dạ và dạ vật từ côn chìm ra đôi vây đôi chaประเทศ cha nó dương có rút tốt các bạn bon đây nhiệt nhôm đào côn tị bay cứ côn sầm khăn na miền xây là côn chỉ đám côn cứ miền sal côn cứ miền sal đôi côn presma sam côn bánh mình chẳng nhiệt nhôm nè nâng Sama sam Phật thấu về chia chặt sạc nặng sam pan nó lô cả bị tu và ông trung chỉ đẹp cho bác nâu nông lô miền cam và lô rúp và lô ạ rúp và lô ấy đấy chỉ đẹp cho bác ăn chẳng lo thế đấy là ngày bò nâng hay đo vị sọt thì côn nú cứ miền bệ ha ạ rạ hăng chia đào côn sự đây bò để sọt nú cứ và ông trung ngày cha sắc sạch trâu pol cứ cả lấy prom tiếng Việt ná cài phải dốt nâng vẽ chay phải dốt nghe cài phải dốt vẽ chay phải dốt nữa chia bóc phải chạ để ra cài phải dốt nữa bò để thảo Việt ná nốt chia bóc phải chạ để ra chia nam cùng nu chia ế để ra bọn chỉ rất lẹ cả nát để dương thọp sẵn xong mà du mà hơi nghe lẹ thế nè bọc và vô cài và vô và chay và vô nâng đo dương và bật và xong du cho đàn chiết nào tới tôi cho tùm lọt mà dương lẹ hạt bàn đi có cài cầm mắt cài cầm mạch cài cầm mạch cài cầm ma ôm mông có về trà cài nâng đo presma sam phút lục lẹ bàn hay mai dương vô ra đó Việt Nam khóc nè nên đi Việt Nam là o nên đi Việt Nam có nè này một ra thằng Việt Nam mình đôi nè tì mình bây giờ xong khóc nè nữa xong bay tại Prea là hòn đấy gần lẻ bán đấy nhôm đấy Việt Nam cài và vô và chay và vô nó đâu lẻ bán đấy nghe lẻ vào là ngày Prea Sampon ạ là hăng và ông tôi ngày cha sắc sạch trâu pol cứ cả lấy prom tiếng Việt Nam cứ cài và vô nâng và chay và vô cho đám cứ đôi bon ba là mấy đây và ông sẵn xong cún rồi bác và ông miền xây là cún cứ sal đọc bò để sọt ní hơi sal ní chia thăm mà chạ để ra đó chia miệt đá nây cọ sal là thua chẳng lại chia phum đó bò đào chòm để ao dưỡng sẵn xong ấy tiếp xây sẽ bán dương miền sal chỉ môn miền sal chia upakara oi miền ca chấm ran samadhi sal chia upakara oi ca chấm ran no vipassana nghiêng ắt sal hơi ắt ai chấm ran ban đời nghiêng như vậy nằng đôi lục trung sum đành tha Sama thiên năng vía cai và kamati năng sọ xây là giấc và sen nè ạ vô bậc căn là ta tách ạt thầu sự đây tha cam chẳng lại miền cai và cam chia đơm chia thom mà chia mình rọt riế đôi ẩm nái nay bà có nè miền sân là o bà bì Sama thiên năng vía cai và kamati năng Upathia là năng vía cọ sả la năng thom miền năng và tật than nè và sen nè a thia được hiệu vô tay ắt tháo sự đây tha ca chôn tổ trua truông tốc cứ chôn tổ trua truông đòi nái nấy thôi chia cọ sal chẳng lại nên này đòi nái đi miền sal lắm nhung đấy nằng ta cana sal đi là o body sọt hói cọ sal là thua chẳng lại nó hô chôn tâu vợ nằng nó hô chôn tổ trua truông tốc nông nông sản đan là chất nè tẹt tuồng nông lau chất tiền đó sal đây là o body sọt nằng hãy lục trung trăng sầm đai thá ca chấm ra nâu samadhi chặt cái đây ca chấm ra nâu vipassana chặt cái đấy hãy bậc con nẹt bùa nung nâng khai tôi chỉ nẹt chỉ tẹt khả năng gì bậc con đọc sa nông về Phật gia sana đòi mà nói nẹt miền sal lắm đấy group miền con là thô miền xây là con chỉ đào nằng xây lên và tắt hai nhận là rô sạ pa nháo
chất tăng phanh nhanh chạm hiệu và dân a ta bay nị và câu bị khó soi mắng vị chết để dễ chỉ đâm tệ nè rẽ cho na và có đôi sắc chết để cả bánh nhá tăng nâu xúc nông sal chầm ra hiệu của nè chất phóng chầm ra nâu vị bác sản na chất phóng chỉ nẹ khơi phây nông vật là song xá trên nẹ miền chia diêm chỉ cương đọt nâu cả lai chỉ nẹ miền bánh nhá chỉ cương rẽ xa nâu luôn nè rẽ cho nút cọp bấy cặp cá nấu toàn là hạ bàn nè nhìn nhung thấy nè nâng đào tăng nó sụp nông sal hơi cứ chia có sal là thua chùm ra ăn thiêu nè chất cả ban nghề chùm ra mình phát na chất cả ban nghề chẳng tấu cứ cặp cá ác của sal xem bàn đòi nghề pro ấy vẫn phải tiết tôn chỉ môi nâng chất thôi nè chẳng hỏi bàn của ông trong sầm đành thá chất chỉ tụ bốn chất chỉ tụ ba sal chỉ tụ bốn nè nằng ơi chất chỉ tụ sal chết na chỉ tụ sal chết sắc coi chỉ tụ sal sực đây sừng ruộng coi chỉ tụ sal ca mình bậc bậc long coi chỉ tụ sal nè việc tiết tôn này chẳng nhận nhung của sal nâng chặt nó phải chọp nè chặt thom mà chia sập hiệu vẹt thua bò nâng chết na hắn phải có vé say lắng vẹt tiệm mi mà nếu phải khỏi tầng lái tầng thang con tra thá chết na chết tua sal nếu chết na chết tua sal bò rồi ấy chết na thom mà chết nè chất thom mà chết nè chặt chay thom mà chết nè sần xòm thì nè chặt năng nè chết na năng bò đội bọt về cua tha phê son ta hạ tay tết chết na nâng chẳng vào ông trong tra sầm đài thá chết na chết tua sal chết sắc coi chết tua sal pro chết sắc sầm đau vô sập heo vẹt thua môi vẹt phết đấy cạt rùm chỉ mùi chết đăng sập heo vẹt chỉ mùi chết rồi lót prom chỉ mùi chết cạt trong cần lấy chỉ mùi chết nâng ở chùa thầy chết sắc sập heo vẹt thua đây là sái cạt rồi lót prom chỉ mùi đừng chết nâng đội của ông trong tra sầm đài thá sập heo vẹt nè đại nhang xăm và yết từ thô cười chết nâng chết từ sắc đạiประกอบchỉ muối nè oi hô cho tục nông sal nè nhận nhung và bạn sẽ đọc tách cho không răng sẽ đọc nè nâng sập heo vẹt thô nè sập heo vẹt đại nhang xăm và yết từ thô cười chết nâng chết từ sắc đạiประกอบchỉ muối oi hô cho tục nông sal nè ai bờ u tê hò cái này lôi dòl khla nè ai u tê hò đôi chia nét hay chia để lơ thằng đào nè cá minh sầm lăng rùm pi trong bàn trọp sầm bát nè đợt tây chia mà nấu soi chả đặt thì nhiều nè nét hay chia cá minh sầm lăng rùm pi trong bàn trọp sầm bát nè đợt tây cứ chia mà nấu soi chả đặt chỉ chất là o nhá năng này nắng chia lột hết chết sạch nè năng cái nè chẳng đấy năng chắc chia lột hết chết sạch hãy báo sanh na chia dương phải chia miền chất sầm lăng rồng pây trong ban trọp sầm bát nè đặt tay oi thôi chia được bạc luôn chia lột hết chết sạch đâu nè chia cái sao sót đâu vừa năng tô sắc còn chẳng chia ba tô nè mình chia ba cho thiệt nè đã tây chặt chia tô sắc trên sạch bò
ដល់ព្យាបាទតោមានចិត្តចងអាឃាតព្យាបាទអ្នកដតីជាទោសៈចេតសិកឃើញទេទៅព្រឹត្តទៅរួមជាមួយគ្នាកើតផលិតជាមួយចិត្តអញ្ចឹងមកសមាទិដ្ឋិមានបញ្ញាយល់ឃើញត្រូវណាហ្នឹងក៏ជាអមោហៈចេតសិកហើយដល់មិច្ឆាទិដ្ឋិជាមោហៈចេតសិកទៅបងមកវិញហើយដល់ទៅលោភៈវានាំសត្វទៅកើតឯណាកើតដល់កន្លែងអត់ឃ្លានលោភៈក្នុងនោះលោភៈបងចេតសិកក្នុងនោះចិត្តជាប់ដោយលោភៈហ្នឹងគឺនាំសត្វទៅកើតនៅក្នុងប្រែតនោះហើយកន្លែងអត់មានអីហូបហ្នឹងអញ្ចឹងណាញាតិញោមសប្បុរសប្រុសស្រីទាំងអស់អញ្ចឹងអ្នកបកលអ្នកមានសិលនឹងហើយណាជាបន្ទាត់ឋាននាំឲ្យការចម្រើនកុសលផ្សេងទៀតបានលូតលាស់ត្រជាក់ត្រជុំដោយងាយក៏នឹងការសង្រួមគ្នាក៏សីលៈបតិមោកសង្វរៈការសង្រួមក្នុងបតិមោកមានសិក្ខាបទ227អីជាដើមអ្នកបួសនឹងណានឹងក៏សតិសង្វរៈការសង្រួមឥន្ទ្រីទាំង6ចក្ខុន្ទ្រីសង្រួមភ្នែកសោតន្ទ្រីសង្រួមត្រចៀកធានន្ទ្រីណាសង្រួមនៅក្នុងភ្នែកច្រមុះអណ្ដាតកាយចិត្តហ្នឹងហើយក៏នឹងឥន្ទ្រីទាំង6ហៅថាឥន្ទ្រីសង្វរៈសិលក៏បាននឹងញាតិញោមសប្បុរសប្រុសស្រីទាំងឡាយញាណសង្វរៈសង្រួមញាណនឹងបានអ្នកបួសយើងនឹងគឺសង្រួមក្នុងការប្រើប្រាស់បច្ច័យទាំងឡាយ4មានចៃវរបច្ច័យបណ្ឌបាតបច្ច័យសេនាសនបច្ច័យគិលានភេសជ្ជៈបច្ច័យព្រោះថាយើងបួសនេះដែលអាចប្រព្រឹត្តទៅបានជាភិក្ខុជាសាមណេរនេះអាស្រ័យដោយពុទ្ធបរិស័ទទាយុទាយិកាដែលគេមានសទ្ធាជ្រះថ្លាលះបង់មច្ឆរិយៈពលគឺសេចក្តីកំណាញ់នៅទ្រព្យសម្បត្តិមាសប្រាក់កែវកងពិទូសូរកានឹងហើយបូជាចំពោះអ្នកមានសិលគឺប្រសង់នេះឯងដោយបច្ច័យទាំងឡាយ4ចឹងអ្នកបួសនេះប្រើប្រាស់ក្នុងបច្ច័យទាំងឡាយ4នឹងដោយកំណត់ដឹងណានឹងដោយមានសេចក្តីសន្តោសពិចារណានៅក្នុងជីវិតបច្ចវេកណៈធម៌ក៏មានធាតុតបច្ចវេកណៈបដិកុលបច្ចវេកណៈតង្ខនិកបច្ចវេកណៈអតីតបច្ចវេកណៈនឹងអ្នកប្រើប្រាស់ពិចារណាអញ្ចឹងអ្នកបួសមិនមែនស្រួលទេណាញោមណាក៏បច្ច័យដែលញាតិញោមបូជានោះមិនស្រួលទេស្បង់ស្បាយត្រៃជីវរអាហារបណ្ឌបាតសេនាសនៈធំស្កឹមស្កៃកលៀនភេសជ្ជៈក៏ប្រើប្រាស់ថ្នាំជាបាលកាយរោគអីជាដើមហ្នឹងគឺទី1ធាតុតបច្ចវេកណៈក្រណពិចារណាថាគ្រឿងស្លៀកកណ្ដប់អាហារបណ្ឌបាតអីសេនាសនៈទីដេកទីអង្គុយជាដើមទាំងអស់នេះក្រណជាធាតុជួយត្រួតត្រងណាដើម្បីញ៉ាំងជីវិតន្ទ្រីនេះឲ្យប្រព្រឹត្តទៅហើយបានប្រព្រឹត្តនៅសាសនៈប្រមចរិយធម៌ល្អតែប៉ុណ្ណោះអត់មានអីក្រៅពីហ្នឹងទេហ្នឹងហើយបដិកុលបច្ចវេកណៈចៃវរៈបណ្ឌបាតសេនាសនៈគលានភេជ្ជៈមានស្បង់ស្បាយត្រៃជីវរជាដើមហ្នឹងជារបស់ល្អគួរជាទីស្រឡាញ់ប្រាថ្នាពេញចិត្តទាំងអស់គ្នាប៉ុន្តែដល់វាមកប៉ះកាយហ្នឹងល្អអត់ញាតិញោមអាណាថាកាយហ្នឹងមិនល្អណាប៉ុន្តែក្នុងធម៌ញាតិញោមទៅមើលអាត្មាខ្ជិលថាធ្ងន់ពេកហ្នឹងហើយដល់របស់ល្អមកប៉ះកាយវាមិនល្អនឹងអង្គុយតែប៉ុណ្្នឹងញើសជោគគ្រប់គ្នាទាំងអាត្មាទាំងញាតិញោមហ្នឹងហើយអាសពតថ្មីអោថ្មីមិនក៏វាប្រឡាក់ដែរបងអញ្ចឹងវាទៅជាសៅម៉ងទៅជារបស់មិនល្អអញ្ចឹងអ្នកបួសហ្នឹងស្លៀកពាក់ពិចារណាថារបស់ហ្នឹងរបស់បដិកូលមិនល្អទេតែវាមកប៉ះកាយយើងហ្នឹងរបស់ល្អក៏ដោយឲ្យឃើញរបស់ហ្នឹងថាវាមិនល្អជារបស់បដិកូលពិចារណាបងដល់តាំងខនិកបច្ចវេកណៈបានស្បង់ស្បាយត្រៃជីវរបានទីសនាសនៈនេះ
ប្រើដើម្បីសម្រាប់ការពារនៅភាពអៀខ្មានការពារនៅរបបមុខខ្យល់ក្តៅត្រជាក់រងាអីជាដើមនឹងការពារតែប៉ុណ្ណឹងទេអត់មានស្អិតស្អាងរាងកាយឲ្យល្អដូចជាកូនអ្នកស្រុកដូចជាកូនអ្នករបាំអ្នករំអ្នកច្រៀងអ្នកអីមិនអួតតម្រួតឲ្យទៅចង់ទេគ្រាន់តែបានស្លៀកពាក់ការពារនៅភាពខ្មាស់អៀនអីប៉ុណ្ណឹងទេហ្នឹងហើយព្រោះអ្នកបួសសម្រាប់អ្នកបួសញាតិញោមណាព្រោះតែញាតិញោមអត់ទេញាតិញោមមានគ្រឿងការពារច្រើនណាស់តាក់តែងច្រើនព្រោះអាត្មាមានអីព្រោះសម្ដេចអីដល់ថ្ងៃកោខ្ទេចអីមានចាំបាច់លាបថ្នាំថែមដល់ញាតិញោមអីណាព្រោះហើយក្នុងកាលទាំង3មានបដិលាបកាលបរិភោគកាលនិងអតីតកាលពិចារណាញាណសង្វរៈសង្រួមខន្តិសង្វរៈសង្រួមក្នុងសេចក្តីអត់ធ្មត់ព្រោះក្តៅអត់ធ្មត់ព្រោះត្រជាក់អត់ធ្មត់ព្រោះឃ្លានអត់ធ្មត់អីគ្រប់ទាំងអស់អត់ទ្រាំក៏អត់ទ្រាំរឿងគេជេរខ្លះក៏អត់ទ្រាំដែរបងណាកុំខឹងគេហ្នឹងកុំប្រញាប់ខឹងគេពេកជាពិសេសអត់ទ្រាំនឹងលោកធម៌ទាំង8មានយោះអត់យោះមានលៀបអត់លៀបនិន្ទាសរសើរសុខទុក្ខវាកើតព្រមគ្នាលោកតាមនិតណាហ្នឹងហើយជួនកាលកំពុងមានយោះជួនកាលវាបាត់អាយុនឹងទៅវិញទៅយោះស័កហ្នឹងញោមណាព្រោះមើលមិនឃើញហ្នឹងអត់កំពុងតែមានលៀបហូរចូលមួយថ្ងៃបានហើយ$1 លានដល់វាខាតទៅវិញវាអស់ទៅវិញញ៉ាំបាត់បង់ទៅវិញទៅវាកើតដល់កំពុងនិន្ទាកំពុងសរសើរគេសរសើរល្បីល្បាញហ្នឹងបងនឹងគេគោរពគេបូជាដល់ពេលហើយគេនិន្ទាបងមានកិច្ចការគេនិន្ទាគេប្រមាថគេមើលងាយអញ្ចឹងណាមួយផ្លេតបងហើយកំពុងកើតសេចក្តីសុខកើតទុកជាមួយគ្នាហ្នឹងញាតិញោមខ្លះមកធ្វើបុណ្យជាមួយនឹងសម្ដេចព្រំរតនមុនីព្រះសង្ឃគ្រប់ព្រះអង្គអាត្មាញាតិញោមឃើញអញ្ចឹងសប្បាយរីករាយព្រោះចេញទៅពីសាលាធម្មសភាវត្តរាជបូរសម្ដេចព្រំរតនមុនីជាអម្ចាស់ចេញនោះអាណាលួចស្បែកជើងបាត់ខឹងទៅមកផ្លេតអញក្តៅចិត្តហ្មងអញមកតាំងពីព្រឹកឥឡូវស្បែកជើងអញទៅទិញផងអាណាលួចបាត់មកផ្លេតអាប៉ុនទាំងបាល់បានបាត់តិចព្រោះហ្នឹងហើយឃើញទេញាតិញោមអញ្ចឹងវាមានអត់ធ្មត់បានឯណាបើហ្នឹងហើយវិរិយៈសង្វរៈសង្រួមអន្ត្រីនៅសង្រួមការព្យាយាមព្រោះព្យាយាមអីកាមវិតកៈត្រេះរិះក្នុងកាមព្យាបាទអវិតកៈត្រេះរិះក្នុងការព្យាបាទវិហិង្សាវិតកៈព្យាយាមការបៀតបៀនអ្នកដទៃអីហ្នឹងហើយដើម្បីកុំឲ្យវាមកគ្របចិត្តយើងទៀតគ្របសង្កត់ចិត្តយើងបានទៀតព្រោះព្យាយាមហ្នឹងហើយគ្នាអ្នកមានសិលល្អអញ្ចឹងណាបងណាអ្នកមានសិលយើងគោរពគុណធម៌គោរពសិលដែលសម្ដេចជាម្ចាស់នាំគ្នាធ្វើឲ្យញាតិញោមមានសិលទាំងអស់គ្នាហើយបើសិនជាស្រុកយើងមានសិលធម៌ការរស់នៅមានរបៀបរៀបរយល្អមិនប្រមាថមើលគ្នាយោគយល់គ្នាគោរពណាតាមធម៌អញ្ចឹងបានសុខញាតិញោមពួកបានសុខទាំងអស់គ្នានឹងជួយដល់រដ្ឋាភិបាលរបស់យើងជួយដល់សង្គមរបស់យើងក៏ហ្នឹងហើយបានសុខបានរីកចម្រើនធ្វើដំណើរតាមផ្លូវជិះម៉ូតូជិះឡានជិះកង់ជិះអីដើរអីគឺបានសុខហ្មងពិធីបុណ្យពិធីទានអីហ្នឹងគឺបានសុខបានចម្រើនមិនត្រឹមតែប៉ុណ្ណោះទេញាតិញោមណាអ្នកមានសង្វរៈសេចក្តីសង្រួមនេះហើយគឺនាំឲ្យបាននៅអានិសង្ឃបានប្រយោជន៍គឺអវិបដិសារៈសេចក្តីមិនក្តៅក្រហាយចិត្តគេថាមិនមានវិបដិសារីណាព្រោះមិនមានវិបដិសារីធ្វើអីក៏ដោយគេថាកុំឲ្យមានវិបដិសារីហ្នឹងហើយព្រោះដោយអ្នកខ្លះមានវិបដិសារីហ្មងឧទាហរណ៍រឿងមួយរឿងមែនទេណាដែលជួបខ្ញុំកណាតภาพភាពធ្លាប់ជួបកាលម្ដាយឪពុកនៅនោះអត់សូវបានទេអត់សូវបានមកថែម្ដាយឪពុកអីញាតិញោម
តោះគ្នាតែជាមួយបងប្អូនឆ្លោះគ្នាដណ្ដើមដីគ្នាដណ្ដើមទ្រព្យគ្នាអាម៉ែឪនោះគ្មានបានសบายចិត្តទេអាកូនមកតោះគ្នារហូតនោះដល់អាម៉ែឪស្លាប់ក្រឹបអស់ទៅបានអាកូនចៅគេមកសុំទោសគ្នាថាសុំទោសឥឡូវម៉ែឪស្លាប់អស់ហើយស្ដាយក្នុងចិត្តនឹងថាកាលម៉ែឪនៅរស់មិនបានថែគាត់ដោយល្អគោរពគាត់ដោយល្អវល់តោះគ្នាបើហ្នឹងហើយដល់ម៉ែឪស្លាប់អស់ទៅស្ដាយក្រោយឃើញទេអញ្ចឹងកុំឲ្យស្ដាយញោមណាកុំឲ្យស្ដាយមានម៉ែឪនៅជីវិតចាស់ហ្នឹងធ្វើបុណ្យមួយគាត់ឲ្យហើយទៅកុំឲ្យគាត់តោះចិត្តពេកណាមានគ្រួសារមួយនោះម៉ែស្លាប់ហើយយកទៅពេទ្យនៅថៃនោះដឹកមកតាមរថយន្តហើយមុនលោក2អង្គឲ្យបាំងស្គលមកពុតគ្មានតែចេះស្ដាប់ធួយតោះតែគ្នាក្នុងឡានទៀតម៉ែអោងងាប់ហ្នឹងតោះគ្នាឆ្លោះគ្នាតែរឿងអាលុយម៉ែនៅឯណា2អង្គនោះយូរទៅឈប់សូត្រធួយសូត្រដែរបើគេទៅតោះគ្នាក្នុងឡានរហូតហ្នឹងហើយដល់មកធ្វើបន់ម៉ែហើយតាំងគេមកថ្វាយអង្គមគ្នាមុខសពនឹងសុំខមាទោសម៉ែអត់ទោសឲ្យកូនផងអាម៉ែស្ដាប់ឡើងលឺហ្នឹងណាអត់ទោសឲ្យកូនផងកូនខុសហើយអញ្ចឹងកុំអញ្ចឹងណាញោមហើយឥឡូវទេសនាឲ្យនិយាយតាស្ដាប់ដែរមានអាកូនណាមកស្ដាប់តាយាយដែរនោះអាកូននៅតោះគ្នាដដែលមកកូននៅតោះគ្នាដដែលហ្នឹងហើយអញ្ចឹងអ្នកមានសិលមានសង្វរៈហ្នឹងនាំឲ្យកើតអភុបដិសារៈសេចក្តីមិនក្តៅក្រហាយសេចក្តីមិនក្តៅក្រហាយនេះហើយមានប្រយោជន៍ជាអានិសង្សនាំឲ្យកើតនៅប្រមោជៈសេចក្តីរីករាយក្នុងចិត្តប្រមោជៈនាំឲ្យកើតបៃតិសេចក្តីឆ្អែតចិត្តក្នុងកុសលទានសិលភាវនាដែលយើងបានធ្វើហ្នឹងបៃតិជាប្រយោជន៍នាំឲ្យកើតនៅបស្សទ្ធិសេចក្តីស្រួលណានឹងបើសេចក្តីស្ងប់សេចក្តីស្រួលនៅក្នុងចិត្តកើតសុខៈទៅសេចក្តីស្រួលកាយស្រួលក្នុងចិត្តហ្នឹងបើឲ្យកើតនៅសមាធិបន្តគ្នាអញ្ចឹងគុណធម៌ញាតិញោមហ្នឹងគឺសេចក្តីតាំងនៅមមក្នុងកុសលធម៌កាមាវចរៈកុសលក្តីរូបាវចរៈកុសលក្តីអរូបាវចរៈកុសលក្តីកើតរហូតដល់ទីបំផុតអនុបាទានបរិនិព្វានអស់នៅសេចក្តីប្រកាន់មមណាព្រោះដល់នៅទីរំលត់ទុកគឺអស់នៅសេចក្តីប្រកាន់មមប្រកាន់ក្នុងរូបសម្លេងក្លិនរសប្រកាន់ក្នុងការយល់ខុសប្រកាន់ក្នុងទំនៀមទម្លាប់តគ្នាអីព្រោះមិនយល់តាមហេតុតាមផលប្រកាន់ខ្លួនឯងថាប្រសើរជាងគេរុងរឿងជាងគេអីជាដើមហ្នឹងទីបំផុតគឺអស់នៅសេចក្តីទុក្ខព្រោះការប្រកាន់មមព្រោះសូមអនុមោទនាបុណ្យវិញពេកដឹងណាប៉ុន្តែមកទេសនាវត្តរាជបូរម្ដងឲ្យវិញបន្តិចទៅបងបើសម្ដេចទៅទេសខ្ញុំកណាសេ1ម៉ោងកន្លះអីនោះឥឡូវទៅ1ម៉ោងបន្តិចណាញោមណាបើញាតិញោមខ្លះប្រែប្រហែល10ដងហើយជើងអាត្មាមិនទាន់ប្រែម្ដងផងបែបបន់ឲ្យទៅចប់ទេនឹងស្ដាប់បានទេញោមបានខ្លះទេគុណទាំង3នោះអីខ្លះមិញទី1គឺគោរពព្រោះតែអាងថាជាតិតកូលនឹងខ្ពង់ខ្ពស់ណាទី2គឺដោយការគោរពនឹងអ្នកមានអាយុវែងទោះបីជាអ្នកហ្នឹងគ្មានគុណធម៌មានអីតែយើងគោរពទៅបានបនដែរបាននាំឲ្យយើងអាយុវែងដល់ទី3ហ្នឹងគឺគុណអ្នកមានសិលជាដើមដែលយើងនាំគ្នាគោរពដូចថ្ងៃនេះអញ្ចឹងណាដែលសម្ដេចព្រះព្រហ្មរតនមុនីជាអម្ចាស់ដឹកនាំព្រះមេគុណប្រសង់គ្រប់ព្រះអង្គញាតិញោមឯកឧត្តមលោកជំទាវសប្បុរសប្រុសស្រីទាំងអស់ធ្វើហ្នឹងគឺដោយនឹកឃើញទី1សម្ដេចព្រះសង្ឃរាជជោទញ្ញាណណោជួនណាតណាសម្ដេចខំព្យាយាមលះបង់តកូលកសិករមកចូលបួសក្នុងពុទ្ធសាសនមណ្ឌលនេះហើយខំប្រឹងសិក្សារៀនសូត្រធម៌វិន័យទាំងផ្លូវលោកទាំងផ្លូវធម៌ចេះដឹងហើយបានបន្សល់ទុកនៅណា
កំពីក្បួននៃការវចនានុក្រមខ្មែរយើងណាឲ្យយើងទាំងអស់គ្នានឹងបានគោរពជាពិសេសនឹកឃើញនៅឧបការៈគុណរបស់បព្វបរោះក្រុមជំនុំបត្រៃបៃដកខ្មែរយើងដែលមានគុណូបការៈមិនអាចកាត់ថ្លៃបានចឹងសម្ដេចនាំណាដឹកនាំញាតិញោមទាំងអស់ថ្នាក់ដឹកនាំធ្វើនេះគឺជាគំរូល្អសេចក្តីល្អឈ្មោះថាស្រឡាញ់គោរពទ្រទ្រង់ណាឲ្យកិត្តិយសគេឈ្មោះសម្ដេចនឹងកាន់តែប្រសើរណាហ្នឹងហើយអានិសង្ឃអ្នកមានសិលនោះសីលសម្បណ្ណោណាអបមាទិធិកណធិកខន្ធាំងមហន្តੰភោគៈខន្ធាំងអធិចច្ចតិនោះអ្នកមានសិលនឹងបរិបូរដោយសិលហើយនឹងរមែងបរិបូរដោយភោគៈដោយច្រើនព្រោះសេចក្តីមិនប្រមាទជាដើមនឹងហើយនោះមួយទៀតនោះសីលសម្បណ្ណោកល្យាណោកតសត្តោអភុចច្ចតិបុគ្គលអ្នកមានសិលនឹងរមែងមានកិត្តិយសពីរោះល្អសោះសាយសពទិសសានទិសទាំងអស់ប្រជ្រះខ្យល់អ្នកមានសិលល្អនោះគឺវាទៅប្រជ្រះខ្យល់វើមិនបដោយខ្យល់ទេណាញាតិញោមហ្នឹងហើយចឹងទេទៅទៀតឥឡូវឈប់ហើយបងចប់ហើយតែនេះជាទៅទៀតញាតិញោមស្ដាប់អត់បានទេច្រើនពេកព្រោះចឹងសុំខមាទោសញ៉ាំបញ្ចប់ប៉ុណ្ណឹងទៅចុះបងហ្នឹងហើយចប់ប៉ុណ្ណឹងទៅចុះងាយបានមកទេសវត្តរាជបូរណាបានមកម្ដងបើប៉ិនត្រូវទៅវិញផងញាតិញោមត្រូវទៅភ្នំពេញវិញពីម្សិលមិញជិះមកជុំចេញពីមេមាត់មកស្នួលមកកាត់កញ្ចេះមកស្ទឹងត្រែងមកសឹងនៅព្រះវិហារម៉ោង7មិនដល់10ដាច់ព្រមរតនមនីវាយប់មិញប្រហែលក៏ម៉ោងល្បាក់ហ្នឹងដែរលោកនិមន្តចេញពីស្រុកស្រីសន្ធរមកព្រលឹមឡើងចេញពីព្រះវិហារមកនេះងាកនេះវិលទៅភ្នំពេញវិញបងហ្នឹងហើយដូច្នេះសូមខមាទោសសម្ដេចចាម្ចាស់ហើយគោលបំណងគឺចង់អ្វីដែលសិក្សារៀនចេះដឹងតិចតួចហ្នឹងផ្សព្វផ្សាយឲ្យញាតិញោមទាំងអស់កណ្ណាម្ចាស់គ្រប់ព្រះអង្គហ្នឹងបានល្អណាបានល្អក្នុងភេទជាសមណៈសក្យបុត្រក្តីទៅក្រហោះវិញក្តីឲ្យជាមនុស្សល្អដូច្នេះទូលបង្គំខ្ញុំកណាតអាភិបបានរតនានៅពធទេសនាមកសម្ដែងមានប្រមាណប៉ុណ្ណេះខ្វះចន្លោះខុសឆ្គងណាដោយប្រការណាមួយសូមសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃលំយកសម្ដេចព្រះព្រហ្មរតនមុនីពិនសែមជាអម្ចាស់ព្រះមេកុណបកណាម្ចាស់គ្រប់ព្រះអង្គញាតិញោមឯកឧត្តមលោកជំទាវសប្បុរសប្រុសស្រីទាំងអស់ត្រេកអរទទួលយកណានៅបុណ្យកុសលដែលខំបានបំពេញនេះនឹងដោយការស្ដាប់នៅព្រះធម៌ទេសនាសូមលើកឡើងនៅកងការមហាកុសលដែលកើតពីធម្មទាននិងអមេសទានទាំងអស់នេះឧទ្ទិសថ្វាយប្រគេនណាចំពោះព្រះវិញ្ញាណក្ខន្ធអតីតសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គណាមានព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះសង្ឃរាជជោទញ្ញាណោជួនណាតសម្ដេចព្រះសង្ឃរាជថ្នាក់ទី1នៃបរិជាណាចក្រកម្ពុជានិងសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គនិងអតីតព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រត្រយានីរាជវង្សានុវង្សគ្រប់ព្រះអង្គមានព្រះវិញ្ញាណក្ខន្ធប្រករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋជាដើមនិងព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះកមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតទេពវង្សណាដែលសម្ដេចជាអម្ចាស់ទៅនឹងសោយបតិបង្កត់កន្លងទៅអស់រយៈកាលជាង1ឆ្នាំព្រះវិញ្ញាណក្ខន្ធសម្ដេចអតីតសម្ដេចបឋមលិខិតលោះឡាយនិងអតីតព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះមង្គលទេពាចាអ៊ុំសុំសម្ដេចព្រះឧត្តមមុនីណាហេលៀងហោសម្ដេចព្រះឧត្តមមុនីយើងយ៉ាតនិងសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គនិងបព្វការីចដូនចតាមាគង់ទាំងអស់និងអតីតព្រះចៅអធិការវត្តរាជបូរនេះក្នុងខេត្តសៀមរាបទាំងមូលណាសូមត្រេកអរអនុមោទនានៅបុណ្យបានទទួលហើយសូមសម្ដេចជាអម្ចាស់ស្ដេចយាងនិមន្តនិងអញ្ជើញទៅកាន់បរមសុខមានឋានសួគ៌ទេវលោកនិងមនុស្សជាន់ខ្ពស់ជាដើមបានសុខបានចម្រើនហើយសូមបែបភ័ក្រងាកក្រោយណាប្រទាននៅពោសពសាធុការថ្វាយចំពោះព្រះមហាក្សត្រសម្ដេចព្រះមហាក្សត្រត្រយានី
គឺសម្ដេចព្រះមហាក្សត្រីនិងសម្ដេចព្រះមហាសង្ឃរាជននង៉ែតសម្ដេចព្រះសង្ឃនយោសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គសម្ដេចព្រះព្រហ្មរតនមុនីសម្ដេចលោកជំទាវថ្នាក់ដឹកនាំព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលឯកឧត្តមលោកជំទាវសប្បុរសប្រុសស្រីទាំងអស់ដែលបានមកបំពេញបុណ្យកុសលនាឱកាសនេះទីជាតិទីឆ្ងាយសូមបានសំប្រកបដោយសិរីសួស្តីជ័យមង្គលបុលសុខគ្រប់ប្រការមានសុខភាពល្អបរិបូរណ៍បជននិងជនមានអាយុយឺនយូរជាង100ព្រះវស្សានិងជាង100ឆ្នាំគឺអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិល្អទាំង3ប្រការមនុស្សទេវតាព្រះនិព្វានព្រះករុណាម្ចាស់ញាតិញោមប្រាថ្នានៅសម្បត្តិណាពរណាសូមបានសម្រេចដោយសេចក្តីប្រាថ្នាអយ៉ាងសង្ឃេពេនសម្បតាពធទេសនាដែលខ្ញុំគណៈអាត្មាភាពបានរតនាមកសម្ដែងថ្លែងក្នុងវគ្គរោកាសនេះសំគួរតាមកាលវេលាទៅប៉ុណ្ណេះឯងអេវ៉ាំងសាធុសូមក្រុមជើញគណៈធិបតីឯកឧត្តមលោកជំទាវអស់លោកលោកស្រីមហាពុទ្ធបរិស័ទទាំងអស់ទាំងអនចិត្តសមាទោសក្រែកបានស្ដាប់នៅពធទេសនាមានការព្រៀងផ្លុតសតិដោយប្រការណាមួយមិនសមគួរទោះឯណាដែលខ្ញុំព្រះករុណាឲ្យភ្លាំងភ្លាន់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅតនងដល់ខ្ញុំព្រះករុណា